បាទសួស្តីបងប្អូនអ្នកចាំដួលទាំងអស់គ្នាខាងផ្នែកកសិកម្មថ្ងៃនេះខ្ញុំបាទភូមិនគរដួងភ្នំពេញមានទីតាំងនៅភ្នំពេញម្ដុំចំចៅណាបងប្អូនណាហើយនេះយើងចេញចំណឹងណាបងប្អូនណាមានតាំងពី5ឈុតមានតាំងពី10ឈុតមានតាំងពី4ឈុត2ឈុតហើយនេះសាច់ណាបងប្អូនណាហើយអ្វីដែលសំខាន់ខ្ញុំសូមបញ្ជាក់បងប្អូនថាបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមដួងអីបងប្អូនឬក៏បងប្អូនចង់បានសម្ភារៈនៃការចិញ្ចឹមដួងអីអាចតាក់ទងខ្ញុំបានបងប្អូនមិនថាកធុងកច្រែងមេពូជទេណាបងប្អូននោះមេពូជណាបងប្អូនណាមានញីមានឈ្មោះអញ្ចឹងទៅសម្រាប់ពោតកតុពោតអីគឺខ្ញុំមានអស់កិនពីកពតមកសុកឈូកមកណាបងប្អូនណាគឺអាចទិញមកបានចាំនោះបងប្អូននោះចំណៃហើយនេះស្តុកចូលណាបងប្អូនមិនថាស្ករល្ងអ៊ីអឹមអីមានទាំងអស់បងប្អូនច្រើនកានណាបងប្អូនមេពូជហើយនោះឈុតខ្ញុំចាំរងថ្ងៃណាបងប្អូនណាគឺច្រើនមែនតើណាបងប្អូនណាគឺច្រើនខ្លាំងណាស់ចូលដល់7-800ឈុតហើយណាបងប្អូនណាចុះអសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមដួងចង់ទិញសម្ភារៈចិញ្ចឹមដួងអីតាក់ទងខ្ញុំបងប្អូនអត់ចេះខ្វះទេណាបងប្អូនណាហើយសិស្សខ្ញុំដែលយកទៅនេះសិស្សតែគាត់នឹងអ្នកថ្មីដែរទេបងប្អូនដោយសារដួងឥឡូវហ្នឹងយើងដឹងហើយគឺអ្នកចិញ្ចឹមគឺតិចមែនតើណាបងប្អូនណាហើយតម្រូវការទីផ្សារគឺច្រើនណាស់អញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញឈុតចិញ្ចឹមចង់ទិញសាច់ដួងយកលក់បន្តចង់បានសម្ភារៈនៃការចិញ្ចឹមដួងអីតាក់ទងខ្ញុំបងប្អូនអត់ចេះខ្វះទេបងប្អូនចេះពេលដែលបងប្អូនទិញមេពូជគឺខ្ញុំបរៀនហ្វ្រីទៀតណាបងប្អូនណាទិញសភៅអីក៏ខ្ញុំបរៀនហ្វ្រីដែរអញ្ចឹងខាងខ្ញុំអត់ចេះខ្វះទេបងប្អូននេះកតុពោតអីគឺយើងកិនមកច្រើនណាស់កិនគឺយើងទិញពោតមកគឺយើងកិនមកយើងមានម៉ាស៊ីនខ្លួនឯងតែម៉ាស៊ីនឥឡូវនៅជុកកពតណាបងប្អូនណាហើយនោះឈុតចិញ្ចឹមយើងច្រើនណាស់បងប្អូនចេញសាច់រងថ្ងៃបងប្អូនដឹងហើយខ្ញុំផុសនឹងចេញសាច់រងថ្ងៃបងប្អូនហ្នឹងហើយអូខេបងប្អូនឥឡូវហ្នឹងយើងចាប់ដើមផ្ញើអីវ៉ាន់6កញ្ចប់នេះវាច្រើនគឺឈុតចិញ្ចឹមណាបងប្អូនណាទៅខេត្តណាបងប្អូនណាអញ្ចឹងខាងភ្នំពេញយើងដឹកទៅដល់ដៃយើងដឹកថ្ងៃមិញរួចហើយមិនថាសាច់មិនថាអីទេឈុតអីទេហើយឥឡូវចាប់ដើមខាងខេត្តម្ដងនេះពេលយប់គឺយើងដឹកទៅខាងខេត្តផ្ញើតាមវរៈបុណ្យឋានណាបងប្អូនណាហើយក៏ធុនក៏ច្រែងអីគឺយើងធានាតម្លៃបងប្អូនធានាតម្លៃថាអត់មានណាគេលក់ដូចយើងទេកធុងមួយឈុតក៏ច្រែងមួយឈុតតម្លៃធូរថ្លៃណាស់ពេលដែលយើងចិញ្ចឹមឲ្យបងប្អូនខ្ញុំបញ្ជាក់មួយទៀតនេះកធុនយើងគឺយើងកំងមកគឺស្អាតអញ្ចឹងតែម្ដងបងប្អូននេះគឺពេញលេញណាបងប្អូនណាគឺត្រឹមហ្មងអត់មានងាកបន្តិចទេបងប្អូនអញ្ចឹងយើងចិញ្ចឹមដួងគឺងាយស្រួលបងប្អូនវាអត់ចេះទេពីមុនយើងអត់បានកំងគឺវាអញ្ចេះបងប្អូនវាអត់ចូលទេប៉ុន្តែឥឡូវយើងកំងទំហំកំងអីដាក់ទៅគឺក្លឹបតែម្ដងណាបងប្អូនណាអញ្ចឹងមិនបាច់បារម្ភទេបងប្អូនមិនបាច់បារម្ភទេរឿងការចិញ្ចឹមដួងអូខេអញ្ចឹងមានចំណាប់អារម្មណ៍អីតាក់ទងជាមួយខ្ញុំខាង Telegram ក៏បាន Page ក៏បានដែរបងប្អូនបើចង់ចិញ្ចឹមដួងអីណាបងប្អូនលក្ខណៈគ្រួសារក៏បានអាជីវកម្មដូចខ្ញុំក៏បានដែរបងប្អូនមានកន្លែងតូចយើងចិញ្ចឹមតិចមានកន្លែងធំយើងចិញ្ចឹមច្រើនបងប្អូនកុំបារម្ភយើងមិនសំខាន់លើទីធ្លាអីហ្មងទេសំខាន់ការព្យាយាមនៃការចិញ្ចឹមយើងបងប្អូនការបរិយាកាសស្ថាននៅពេលក្រោយទេពេលដែលយើងភ្ជាប់មេពូជបានហើយការបរិញ្ញាហ្នឹងគឺខ្ញុំបរិញ្ញាទាំងភ្ជាប់មេពូជទៀតពីចិញ្ចឹមរហូតដល់ភ្ជាប់មេពូជតែម្ដងណាបងប្អូនណាបាទអរគុណសូមជម្រាបលាបាទបងប្អូនខ្ញុំបញ្ជាក់អញ្ចឹងឯវ៉ាន់គឺយើងផ្សាយទៅពេលយប់ទេណាបងប្អូនណាផ្សាយទៅពេលយប់ទេម៉ោង8ទៅម៉ោង9យប់ណាបងប្អូនណាអូខេយើងចេញតែឥឡូវបាទបងប្អូនថ្ងៃនេះថ្ងៃទី17ខែ1 2026ហើយចឹងនេះឯវ៉ាន់យើងដាក់ទៅថ្ងៃហ្នឹងណាបងប្អូនណាវិរៈបន្តានទៅខេត្តណាបងប្អូនណាចេញទៅយប់ហ្នឹងដល់ស្អែកទាំងអស់ណាបងប្អូនណាអូខេ